ហើយពួកយើងដើររកបងពីជីយូរហើយណានៅតែមិនឃើញទៀតពិតមែនហើយណាម្ចាស់បងបងពីជីពុទ្ធោបងពីជីបានស្លាប់ចោលពួកយើងហើយតើពួកយើងគិតធ្វើយ៉ាងម៉េចទៅហ្នឹងណាម្ចាស់បងបើអត់ពីបងពីជីទៅពួកយើងពិតជាស្លាប់មិនខានទេណាតើពួកយើងគិតធ្វើយ៉ាងម៉េចទៅហ្នឹងណាម្ចាស់បងអត់ពីបងពីជីនេះទៅប្រៀបបានដូចជាជនពិការអញ្ចឹងណាព្រះអាណិតហើយប្រកបណាស់នឹងស្លាប់មិនខានទេហើយធ្លាប់ចេញមកពីនគរកំសត់កំរទាំងអស់គ្នាឥឡូវបងទៅចោលពួកយើងហើយសូមបងទៅឲ្យបានសុខចុះណាដោយក្តីអាណិតដល់នៅមីសត្វប្រាសត្វត្រីពួនសង្ការរៀបរាប់រឿងពិតអត្តមុសាទាំងពីរអាត្មានិងសង្ស័យក្នុងទ្រូងញោមយកពេញហរតីនាដងព្រឹកព្រៃដល់ថ្មសាហើយព្រះរាជរស់មានទុកធំហើយតាបើដូច្នេះណាជាភារៈដែលយើងត្រូវជួយព្រះអង្គហើយបើយើងមិនជួយទេពិតជាពិបាកហើយមើអាចចៅទាំងពីរមកពីណាពីណីចុះហេតុអ្វីបានជានាំគ្នាទួនយំតើមានរឿងហេតុអ្វីបានជានាំគ្នាមកក្នុងព្រៃដ៏សែនស្ងាត់នេះបើគ្មានការអ្វីទេសូមត្រឡប់ទៅវិញទៅក្នុងព្រៃនេះគ្រោះថ្នាក់ណាស់ពិតមែនហើយណាលោកតាពួកយើងទាំង3នេះណាបានរត់គេចពីក្រុងពីរាណសី
ហ៎ពីរៀនណាស័យ កាលដែលពួកយើងទូនយំនេះណាព្រោះសេះដែលជាយានជំនិះរបស់ខ្ញុំត្រូវបាននន្ទយៈវាប្រហារហើយណាលោកតា មិនអីទេណាចៅតាអាចជួយចៅបានចូលអ្នកទាំងពីរទៅស្វែងរកក្បាលសត្វចតុបាទដែលទើបតែងប់ថ្មីមកឲ្យតានឹងជួយសេះនេះឲ្យមានជីវិតរស់ឡើងវិញសូមអ្នកទាំងពីរប្រញាប់ឡើង ពួកយើងទាំងពីរសូមអរគុណលោកតាហើយតោះព្រះអនុជប្រញាប់ឡើង ពួកយើងទាំងពីរបានដើរមួយថ្ងៃពេញហើយណាឥឡូវនេះគឺយើងបានសម្រេចហើយណាម្ចាស់អូននោះណោសត្វសីហៈទើបតែងាប់ថ្មីទេណា យើងគិតធ្វើយ៉ាងម៉េចទៅនឹងណាចាស់បងបើសត្វសីហៈធំយ៉ាងនោះយើងធ្វើមិនដាច់ទៅនឹងបានយកទៅឲ្យលោកតា ពិតមែនហើយណាព្រះអនុជបើតាមកម្លាំងរបស់ពួកយើងទាំងពីរគឺมันអាចយកទៅបានទេគឺពួកយើងរកវិធីសាស្ត្រដើម្បីយកតែក្បាលទៅបានហើយតោះព្រះអនុជមេឃក៏ចិត្តយប់ដែរហើយពួកយើងកាត់យកក្បាលវាទៅណា ព្រះពរម្ចាស់ក្រាបទូល